ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងលើកយកប្រធានបទមួយយកមកនិយាយណាបងប្អូនដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានដឹងតាក់ទងជាមួយនឹងកំពែងដ៏អស្ចារ្យនៃប្រទេសចិនណាបងប្អូនអញ្ចឹងថាតើកំពែងដ៏អស្ចារ្យនៃប្រទេសចិនហ្នឹងវាមានលក្ខណៈយ៉ាងដូចម្តេចខ្លះសូមអញ្ជើញបងប្អូនតាមដានស្ដាប់ជាមួយនឹងខ្ញុំបាទទាំងអស់គ្នាណាបងប្អូនណាបងប្អូននៅពេលដែលយើងនិយាយអំពីកំពែងដ៏អស្ចារ្យនៃប្រទេសចិនថាតើយើងស្រមៃដល់អីជាលើកដំបូងណាបងប្អូននៅពេលដែលយើងឈរក្បែរជញ្ជាំងដ៏ធំមួយថាតើបងប្អូនមានអារម្មណ៍យ៉ាងដូចម្តេចដែរអញ្ចឹងកំពែងដ៏អស្ចារ្យមួយនេះត្រូវបានគេសាងសង់ឡើងនៅក្នុងប្រទេសចិនដែលវាឆ្លងកាត់ភ្នំឆ្លងកាត់វាលខ្សាច់ឆ្លងកាត់វាលស្មៅឆ្លងកាត់ទន្លេណាបងប្អូនណាហើយមានមនុស្សជាច្រើនរាប់លានអ្នកជារៀងរាល់ឆ្នាំបានទៅទស្សនានៅលើកំពែងនោះមួយទៀតថាតើកំពែងដ៏ធំសម្បើមនោះត្រូវបានសាងសង់ដោយរបៀបណាអ្នកណាសាងសង់វាតើមានមនុស្សប៉ុន្មានអ្នកបានស្លាប់នៅក្នុងការសាងសង់វានោះហើយតើកំពែងហ្នឹងពិតជាអាចការពារពីការឈ្លានពានពីសត្រូវមែនដែរទេដូច្នេះសូមបងប្អូនទៅឆ្វេងយល់ជាមួយនឹងខ្ញុំបាទទាំងអស់គ្នាមុននឹងយើងនិយាយដល់កំពែងដ៏មហិមានេះយើងនិយាយអំពីថាតើវាចាប់ផ្ដើមសាងសង់តាំងពីពេលណាមកកំពែងដ៏អស្ចារ្យរបស់មហាយៈចិនត្រូវបានសាងសង់មិនមែន1ឆ្នាំមិនមែន10ឆ្នាំមិនមែន100ឆ្នាំទេណាបងប្អូនណាបងប្អូនគឺសាងសង់រយៈពេល2000ជាងឆ្នាំបងប្អូនបានហើយអញ្ចឹងមិនមែនមួយថ្ងៃហើយទេគឺរយៈពេលជាង2000ឆ្នាំហើយប្រទេសចិនកាលពី2500ឆ្នាំមុនមិនមែនជាប្រទេសតែមួយទេគឺមានន័យថាមានកុលសម្ព័ន្ធមានរាជាណាចក្រច្រើននៅដាច់ដោយឡែកពីគ្នាបងប្អូនហើយនគរមួយមានការប្រកួតប្រជែងគ្នាណាបងប្អូនប្រកួតប្រជែងគ្នាយ៉ាងខ្លាំងតែម្ដងជាពិសេសមានពួកនគរកុលសម្ព័ន្ធខាងជើងដែលតែងតែវាតលុកលុយមកកាន់នគរផ្សេងនៅក្នុងប្រទេសចិននេះតែម្ដងហើយពួកគេនោះគឺជាសុទ្ធតែអ្នកចម្បាំងដ៏ពូកែខ្លាំងមែនទែនដូច្នេះហើយបានជាដើម្បីការពារខ្លួននគរចិនផ្សេងទៀតបានសាងសង់ជាជញ្ជាំងដើម្បីការពារសត្រូវរបស់ខ្លួននឹងបងប្អូនហើយជញ្ជាំងទាំងអស់នោះមិនត្រូវបានភ្ជាប់គ្នាតែមួយទេគឺដាច់ពីគ្នាស្រឡះតែម្ដងណាបងប្អូនពីព្រោះអីនគរនីមួយគេបានសាងសង់ជញ្ជាំងមួយផ្សេងគ្នាហើយគ្មាននរណាម្នាក់ស្រមៃឃើញថាជញ្ជាំងនោះអាចคล้ายទៅជាបេតិកភណ្ឌដ៏អស្ចារ្យសម្រាប់ពិភពលោកនៅក្នុងសម័យទំនើបយើងនេះទេបងប្អូនឥឡូវយើងទៅមើលអំពីអធិរាជនៃប្រទេសចិនយើងដឹងថាប្រទេសចិនដំបូងគឺកកើតដោយកុលសម្ព័ន្ធដែលមាននគរដាច់ដោយឡែកផ្សេងគ្នាប៉ុន្តែមានស្ដេចមួយអង្គព្រះនាមឈិនស៊ីហួងទ្រង់បានបង្រួមនគរចិនទាំងឡាយនោះឲ្យចូលរួមគ្នាតែម្ដងអញ្ចឹងនៅពេលនោះនៅឆ្នាំ221មុនគ្រិស្តសករាជប្រទេសចិនគឺជានគរតូចប៉ុន្តែបន្ទាប់ពីឆ្នាំ221មកព្រះចៅឈិនស៊ីហួងទ្រង់បានវាយបង្ក្រាបហើយបង្រួមឲ្យคล้ายទៅជាចិនតែមួយណាបងប្អូនណាអញ្ចឹងនៅពេលនោះចិនលែងคล้ายទៅជានគរច្រើនទៀតហើយគឺបង្រួមគ្នាคล้ายទៅជាចិនតែមួយនៅឆ្នាំ221មុនគ្រិស្តសករាជបន្ទាប់ពីបង្រួមចិនតែមួយព្រះចៅអធិរាជឈិនស៊ីហួងបានប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយគឺកុលសម្ព័ន្ធភាគខាងជើងដែលនៅតែបន្តវាយប្រហារមកកាន់អាណាចក្ររបស់ទ្រង់ដូច្នេះហើយជំនួសឲ្យការសាងសង់ថ្មីទៅលើជញ្ជាំងដើម្បីការពារកុលសម្ព័ន្ធខាងជើងនោះព្រះបាទឈិនស៊ីហួងទ្រង់បានបន្តដោយបង្រួមជញ្ជាំងរបស់នគរមួយហ្នឹងចូលគ្នាតែម្ដងណាបងប្អូននៅពេលធ្វើនោះមានទាហានកម្មករកសិករនិងអ្នកទោសរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យធ្វើការលើគម្រោងនេះណាបងប្អូនហើយការសាងសង់កំពែងនេះគឺមានគ្រោះថ្នាក់ជាទីបំផុតកម្មករបានដឹកសម្ភារៈធ្ងន់ឆ្លងកាត់ភ្នំចោតគ្មានគ្រឿងចាក់ទំនើបនោះទេមនុស្សជាច្រើនអ្នកបានស្លាប់ដោយអស់កម្លាំងគ្រោះថ្នាក់និងជំងឺព្រមទាំងអាកាសធាតុអាក្រក់ផងដែរអ្នកប្រវត្តិសាស្ត្រក៏បានប៉ាន់ប្រមាណថាប្រហែលជាមានមនុស្សរាប់ពាន់នាក់បានស្លាប់ក្នុងពេលសាងសង់នេះតែម្ដងដោយសារការលះបង់ដ៏មហិមាដ៏ធំសម្បើមនេះកំពែងដ៏អស្ចារ្យនេះត្រូវបានគេឲ្យឈ្មោះថាទីបញ្ចុះសពដែលវែងបំផុតលើដីណាបងប្អូនហើយក៏មានគេអះអាងថាកម្មករត្រូវបានបញ្ចុះនៅក្នុងកំពែងនេះផងដែរប៉ុន្តែអ្វីដែលជាក់ស្ដែងនោះពុំមានភស្តុតាងបុរាណវិទ្យាណាដែលបង្ហាញអំពីការកប់សពរបស់កម្មករដែលបានស្លាប់នៅក្នុងកំពែងនោះទេប៉ុន្តែគឺគេកប់នៅដីតំបន់ដែលក្បែរនៅកំពែងនេះតែម្ដងណាបងប្អូនកំពែងដ៏អស្ចារ្យនេះមិនត្រូវបានសាងសង់ក្នុងពេលតែមួយទេការសាងសង់បានបន្តអស់រយៈពេល2000ឆ្នាំបងប្អូនរាជវង្សផ្សេងបានជួសជុលពង្រីកនិងសាងសង់ឡើងវិញនៅផ្នែកផ្សេងហើយសម្ភារៈដែលយកមកប្រើប្រាស់គឺវាអាស្រ័យទៅលើបរិស្ថានដែលមាននៅក្នុងតំបន់នោះតែម្ដងនៅវាលខ្សាច់កម្មករបានប្រើខ្សាច់បំណែនជាមួយនឹងគ្រួសយកមកធ្វើជាជញ្ជាំងនៅតំបន់វាលពួកគេបានយកដីយកមកបង្ហាប់ដើម្បីធ្វើជាជញ្ជាំងហើយនៅតំបន់ថ្មពួកគេបានយកដុំថ្មមកបំបែកធ្វើជាឥដ្ឋ
ដើម្បីបង្កើតធ្វើជាជញ្ជាំងណាបងប្អូនកន្លងមកទៀតមានរាជវង្សមួយគឺរាជវង្សមីងណាបងប្អូនរាជវង្សមីងបានប្រើឥដ្ឋរាប់លានដុំដើម្បីសាងសង់កំពែងនេះឡើងវិញការដឹកជញ្ជូនសម្ភារៈគឺមានការលំបាកយ៉ាងខ្លាំងដោយសារពុំមានគ្រឿងចក្រពុំមានឧបករណ៍ទំនើបគ្រប់គ្រាន់សម្រាប់ការដឹកជញ្ជូននោះទេនៅកន្លែងជាច្រើនកម្មករបានដឹកថ្មដោយដៃឬជាមួយនឹងរទេះដ៏សាមញ្ញបំផុតដើម្បីយកមកធ្វើការដង្រៀបធ្វើជាជញ្ជាំងនេះតែខ្លះនៅលើភ្នំលើជួរភ្នំចោតយ៉ាងខ្លាំងការសាងសង់មានការលំបាកបើសំបីតែសម័យទំនើបការសាងសង់ក៏យើងសង្កេតឃើញទៅនៅតែមានភាពលំបាកដូចគ្នាចាស់ទាំងរំសម័យមុនសម័យបុរាណថាតើលំបាកប៉ុណ្ណាបងប្អូនណាអញ្ចឹងការសាងសង់ជញ្ជាំងឬក៏កំពែងមហាយៈចិនគឺមានការលំបាកជាទីក្រៃលែងប៉ុន្តែទុកលំបាកទាំងអស់នោះវាបានប្រែកាយពីជញ្ជាំងដែលសាមញ្ញคล้ายទៅជាកំពែងមួយដ៏អស្ចារ្យដើម្បីការពារបូរណភាពដែនដីទាំងមូលលើពីនោះទៀតកំពែងដ៏អស្ចារ្យមួយនេះមិនមែនត្រឹមតែជាជញ្ជាំងថ្មទេបងប្អូនប៉ុន្តែនៅលើកំពែងនោះមានប៉មយាមរាប់ពាន់ត្រូវបានដំឡើងនៅតាមបណ្ដោយរបស់វានឹងតែម្ដងទាហានបានប្រើប៉មនេះដើម្បីទប់ស្កាត់សត្រូវដែលកំពុងខិតជិតមកដល់ផងដែរប៉មនោះអនុញ្ញាតឲ្យទាហានជូនសារទៅកាន់ផ្នែកផ្សេងៗបានរហ័សគួរឲ្យកត់សម្គាល់នៅពេលថ្ងៃឆ្មាំបានប្រើផ្សាយបងប្អូនដើម្បីប្រាប់ជាសញ្ញាចំណែកនៅពេលយប់គេបានដុតភ្លើងដើម្បីប្រាប់ជាសញ្ញាផងដែរការព្រមានមួយនេះគឺអាចត្រូវបានធ្វើជាច្រើនរយគីឡូម៉ែត្រក្នុងពេលរយៈពេល 2-3 ម៉ោងតែប៉ុណ្ណោះកំពែងនេះផងដែរក៏មានបន្ទាយយោធាបន្ទាយស្ថានីយផ្គត់ផ្គង់មានក្រៅសេះមានកន្លែងផ្ទុកសម្ភារៈផងដែរកងទ័ពទាំងមូលអាចធ្វើការចល័តឬក៏ផ្លាស់ទីនៅលើកំពែងនេះតែម្ដងដើម្បីទៅកាន់តំបន់ដែលងាយរងនឹងគ្រោះថ្នាក់កំពែងនេះផងដែរដើរតួនាទីជាប្រព័ន្ធទំនាក់ទំនងយោធាដ៏ទំនើបមួយនៅក្នុងសម័យបុរាណស្នាដៃរាជវង្សមីងយើងដឹងថាកំពែងត្រូវបានសាងសង់ឡើងជាច្រើនសតវត្សតាំងពីមុនគ្រិស្តសករាជរហូតដល់សតវត្សទី17ក្រោយគ្រិស្តសករាជអញ្ចឹងមានអធិរាជមានរជ្ជកាលស្ដេចផ្សេងកើតឡើងរហូតដល់រជ្ជកាលមួយគឺរជ្ជកាលរាជវង្សមីងនៅក្នុងសតវត្សទី14និង17ត្រូវបានអភិវឌ្ឍជញ្ជាំងនឹងល្អនិងទំនើបមែនទែនណាបងប្អូនណាគឺគេដែលប្រើឥដ្ឋល្អនិងទំនើបមែនទែនបងប្អូនបន្ទាប់ពីគេបានបណ្ដេញរាជវង្សយានដែលដឹកនាំដោយម៉ុងហ្គោលអធិរាជមីងគឺបានភ័យខ្លាចពីការឈ្លានពានមួយផ្សេងទៀតពីនគរភាគខាងជើងដូច្នេះជំនួសឲ្យការពឹងផ្អែកទៅលើកងទ័ពព្រះអង្គបានវិនិយោគយ៉ាងច្រើនក្នុងការសាងសង់ឡើងវិញឲ្យរឹងមាំនៅផ្នែកផ្សេងនៃកំពែងនេះតែម្ដងដែលកាលពីមុនផ្នែកខ្លះគេប្រើដីប៉ុន្តែព្រះអង្គបានប្រើឥដ្ឋជំនួសដីនោះវិញចំណែកឯគ្រឹះថ្មបានបង្កើតមានភាពធន់ជាងមុនប៉មយាមគឺមានសភាពកាន់តែទំនើបជាងមុនដែលស្នាដៃរាជវង្សមីងដែលបានសាងសង់កំពែងបន្ថែមនេះនៅសតវត្សទី14ដល់ទី17នេះគឺបង្កើតឲ្យមានផ្នែកល្បីៗមួយចំនួនជិតនៅទីក្រុងប៉េកាំងតែម្ដងបងប្អូនត្រូវដឹងថាកំពែងវែងមែនទែនបងប្អូនអញ្ចឹងកំពែងវែងខ្លាំងណាស់ហើយវាមានផ្នែកមួយចំនួនដែលនៅសេសសល់ដល់សម័យទំនើបនេះគឺភាគច្រើនត្រូវបានគេរក្សាណានៅក្បែរទីក្រុងប៉េកាំងដូចជាផ្នែកបាដាលីងផ្នែកវូទៀងយូនិងផ្នែកចិនសាំងលីងដែលផ្នែកទាំង3នេះត្រូវបានរក្សាដ៏ល្អដែលអ្នកទេសចរភាគច្រើនទេសនាគឺនៅក្នុងតំបន់ទាំង3នេះបងប្អូនជាក់ស្ដែងកំពែងចិនគឺវែងខ្លាំងណាស់ប៉ុន្តែគេមិនអាចដើរចម្ងាយអស់បានទេអញ្ចឹងគេដើរទេសចរទៅតាមផ្នែកតាមមួយដែលអាចដើរបានពីព្រោះកំពែងប្រវែងដ៏វែងនេះគឺมันអាចឲ្យមនុស្សយើងដើរបានទាំងអស់បានទេហើយជាច្រើនរាប់រយរាប់ពាន់ឆ្នាំមកមិនមែនគ្រប់ផ្នែកទាំងអស់នៅកំពែងនេះគឺសុទ្ធតែល្អទេបងប្អូនកន្លែងណានៅក្បែរទីក្រុងចឹងទៅស្អាតចឹងទៅកន្លែងណានៅផុតក្នុងទីជម្រៅជ្រៅចឹងវាខូចខាតអីចឹងទៅណាបងប្អូនណាសំណួរសួរថានៅពេលដែលទ្រង់សាងសង់កំពែងឬក៏ទ្រង់បានធ្វើឲ្យកំពែងនេះទំនើបឡើងវិញថាតើវាអាចការពារសុវត្ថិភាពពេញលេញបានអត់ណាបងប្អូនចម្លើយគឺมันអាចបានពេញលេញទេបងប្អូនបើទោះជាមានកំពែងប៉ុណ្ណឹងក៏ដោយចាស់ស្ដែងដូចជានៅក្នុងឆ្នាំ1644ពួកម៉ាន់ជូបានលើកទ័ពមកវាយប្រទេសចិនណាដោយពុំមានការចាំបាច់ឆ្លងកាត់កំពែងអីវែងឆ្ងាយទេគឺមានឧត្តមសេនីយ៍មួយគឺបានបើកទ្វារឲ្យពួកម៉ាន់ជូនឹងចូលតែម្ដងដោយសារអីដោយសារឧត្តមសេនីយ៍ស៊ីសំណូកពីពួកម៉ាន់ជូអញ្ចឹងសាងសង់កំពែងមានន័យដែរឬទេប្រសិនបើមានអនុក្នុងដែលបើកទ្វារឲ្យចូលអញ្ចឹងគឺកំពែងហ្នឹងវាលែងមានន័យហើយណាអញ្ចឹងមិនមែនថាមានកំពែងហើយសុទ្ធតែផ្ដល់ឲ្យនៅសុវត្ថិភាពដល់យើងដល់ប្រជាជន 100% ទេប៉ុន្តែវាប្រសើរជាងអត់មានណាបងប្អូនណាវាប្រសើរជាងអត់ចំណុចមួយទៀតបងប្អូនតើជញ្ជាំងនេះមានប្រវែងប្រមាណមនុស្សភាគច្រើនបានគិតថា
ចិញ្ចាំងដ៏អស្ចារ្យនេះរចនាសម្ព័ន្ធគឺបន្តគ្នាតែមួយតែតាមពិតមិនមែនអញ្ចឹងទេបងប្អូនវាគឺជាសម្ព័ន្ធចិញ្ចាំងដែលបានសាងសង់ជាច្រើនទសវត្សរ៍មកហើយវាគឺជាបណ្ដាញចិញ្ចាំងដ៏ធំបន្តគ្នាដែលយើងមើលទៅធម្មតាឃើញវាវែងថាវាវែងតែមួយអញ្ចឹងតាមពិតវាគឺជាសម្ព័ន្ធចិញ្ចាំងបងប្អូនមិនមែនវែងតគ្នាតែមួយអញ្ចឹងរហូតទេណាបងប្អូនណាហើយការស្ទង់មតិបុរាណវិទ្យាសម័យទំនើបបានប៉ាន់ប្រមាណថាប្រវែងសរុបរបស់ចិញ្ចាំងនោះប្រព័ន្ធចិញ្ចាំងហ្នឹងគឺមាន21000គីឡូម៉ែត្រណាបងប្អូនគឺប្រវែងវែងខ្លាំងណាស់21000គីឡូម៉ែត្រកំពែងនេះគឺខ្លាចទៅជាគម្រោងសាងសង់ដ៏ធំបំផុតមិនធ្លាប់មាននៅលើពិភពលោកជាងនេះដែលផ្នែកខ្លះត្រូវបានថែរក្សាយ៉ាងស្រស់ស្អាតហើយផ្នែកខ្លះទៀតត្រូវបានខូចខាតឬក៏បាត់បង់ដោយសារអីដោយសារសំណឹករំជួយដីអាកាសធាតុឬសកម្មភាពរបស់មនុស្សបងប្អូនអញ្ចឹងមិនមែនគ្រប់ផ្នែកទាំងអស់សុទ្ធតែល្អនោះទេម្យ៉ាងវិញទៀតនៅតំបន់មួយចំនួនទៀតគឺអ្នកភូមិអ្នកស្រុកបានយកថ្មបានយកឥដ្ឋពីជញ្ជាំងនេះយកទៅធ្វើថ្នល់យកទៅធ្វើផ្ទះទៀតផងអញ្ចឹងវាខូចវាបាក់វាបែកអញ្ចឹងណាបងប្អូនវាមិនមែនសុទ្ធតែល្អទាំងអស់នោះទេតែទោះជាយ៉ាងណាសម័យបច្ចុប្បន្ននេះគឺគេខំប្រឹងប្រែងក្នុងការអភិរក្សជញ្ជាំងនេះឲ្យបានល្អឡើងវិញដើម្បីទុកជាកេរដំណែលរបស់មនុស្សជាតិបើយើងនិយាយអំពីទេវកថាវិញគេនិយាយថាជញ្ជាំងនេះអាចត្រូវបានគេមើលឃើញដោយភ្នែកទទេពីអាកាសមកមានន័យថាវាអស្ចារ្យណាស់តែតាមពិតទៅគឺមិនមែនដូចនេះទេបងប្អូនគឺយើងមិនអាចមើលដោយភ្នែកទទេពីអាកាសឃើញទេពីព្រោះអីវាតូចហើយវានៅខាងក្នុងតំបន់ព្រៃភ្នំព្រៃឈើបែបនោះគឺវាបាត់ទៅតាមនោះតែម្ដងណាបងប្អូនហើយរឿងនិទានមួយទៀតគេនិយាយថាជញ្ជាំងត្រូវបាននៅពេលដែលកម្មករស្លាប់គេបានកប់នៅក្នុងជញ្ជាំងដូចខ្ញុំបាននិយាយពីដើមហើយគឺមិនមែនដូចនេះទេបងប្អូនសរុបសេចក្តីមកកំពែងតែមួយមុខគឺมันអាចធានាសុវត្ថិភាពពេញលេញបានទេណាបងប្អូនគឺវាអាស្រ័យទៅលើកត្តាមនុស្សផងដែរដូច្នេះព្រះចៅអធិរាជចិនគឺទ្រង់បានសាងសង់កំពែងនេះឡើងគឺជាជំនួយក្នុងការការពារសុវត្ថិភាពតែប៉ុណ្ណោះដូច្នេះប្រសិនបើគេបើកទ្វារឲ្យចូលទៅគឺសត្រូវអាចចូលបានដូចគ្នាចឹងណាដូច្នេះបើទោះជាយ៉ាងណាក៏ដោយកំពែងដ៏អស្ចារ្យនៃប្រទេសចិនជាច្រើនកន្លែងបានតាក់ទាញភ្ញៀវទេសចរជាច្រើននៅលើពិភពលោកការសាងសង់កំពែងនេះគឺវាធ្វើឡើងដោយញើសដោយឈាមដោយជីវិតដើម្បីបង្កើតបានស្នាដៃដ៏អច្ឆរិយៈមួយនេះវាកកើតឡើងតាមរយៈការបដិញ្ញាចិត្តការលះបង់ហើយនិងការស៊ូទ្រាំដើម្បីបង្កើតអច្ឆរិយៈដ៏អស្ចារ្យមួយនេះកំពែងនេះផងដែរគឺមានរយៈកាលជាង2000ឆ្នាំនៃការសាងសង់ដូច្នេះវាបានឃើញពីការដួលរលំពីការកើនឡើងនៃរាជវង្សនៃប្រទេសចិនតរហូតមកអ្វីដែលសំខាន់នោះគឺវារំលឹកអំពីសមត្ថភាពរបស់មនុស្សជាតិដែលបានសម្រេចគម្រោងដ៏មហិមានេះនៅពេលដែលបច្ចេកវិទ្យានៅមានកម្រិតនៅឡើយណាបងប្អូនសប្តាហ៍ថ្ងៃនេះកំពែងដ៏អស្ចារ្យនេះត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ហើយគឺជាវត្ថុបុរាណអច្ឆរិយៈទាំង7ថ្មីនៅលើពិភពលោកយើងនេះទេសចររាប់លានអ្នកដើរនៅលើកំពែងនេះដើរនៅលើកំពែងបុរាណនេះជារៀងរាល់ឆ្នាំណាបងប្អូនដែលគេដើរតាមគន្លងរបស់ទាហានពីបុរាណកម្មករអន្តរជាតិធ្វើដំណើរពីរាប់ពាន់ឆ្នាំមុននេះតែម្ដងដូច្នេះកំពែងដ៏អស្ចារ្យរបស់មហាយៈចិនប្រជាអន្តរជាតិបានសាងសង់ឡើងគឺដើម្បីធ្វើការបែងចែកនិងការពារប្រទេសតែម្ដងសប្តាហ៍ថ្ងៃមនុស្សជុំវិញនៅលើពិភពលោកតែងតែមានបំណងទៅទស្សនាកំពែងដែលជាសមិទ្ធផលដ៏អស្ចារ្យនៅលើពិភពលោកយើងនេះដូច្នេះប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់កំពែងមហាយៈចិនដ៏អស្ចារ្យគឺជាស្នាដៃប្រវត្តិសាស្ត្ររបស់មនុស្សប្រកបដោយការលះបង់និងសមត្ថភាពដ៏អស្ចារ្យរបស់មនុស្សតែម្ដងដូច្នេះបងប្អូនប្រសិនបើបងប្អូនមានឱកាសទៅទស្សនាក្នុងប្រទេសចិនថាតើបងប្អូននឹងទៅទីណាមុនគេនោះថាតើបងប្អូននឹងទៅទស្សនាទីក្រុងស្រមោលឬក៏កងទ័ពតេរ៉ាកូតាឬក៏កំពែងដ៏អស្ចារ្យនេះបងប្អូនអាចបញ្ចេញយោបល់ថាតើក្នុងចំណោម3នេះបងប្អូនពេញចិត្តមួយណាជាងគេប្រសិនបើបងប្អូនពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយចុច like follow និង subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូឯកសារថ្មីៗដែលខ្ញុំបាទនឹងលើកយកមកនិយាយនៅក្នុងវីដេអូបន្តទៀតប្រសិនបើបងប្អូនមានចម្ងល់ឬក៏មានសំណួរអីទាក់ទងជាមួយនឹងកំពែងដ៏អស្ចារ្យមហាយៈចិននេះបងប្អូនអាច comment នៅក្នុងវីដេអូខាងក្រោមខ្ញុំបាទនឹងព្យាយាមក្នុងការឆ្លើយតបដើម្បីឲ្យបងប្អូនបានយល់កាន់តែស៊ីជម្រៅអំពីមហាកំពែងដ៏អស្ចារ្យរបស់ប្រទេសចិនដូច្នេះវីដេអូរបស់ខ្ញុំបាទថ្ងៃនេះបានមកដល់ទីបញ្ចប់ដែរហើយខ្ញុំបាទសូមប្រសិទ្ធពរឲ្យបងប្អូនទទួលបានជោគជ័យគ្រប់កិច្ចការហើយយើងនឹងជួបគ្នានៅវីដេអូដទៃទៀតសូមអរគុណ